ភ្លើងក្នុងកំណំចេញក្រៅភ្លើងក្រៅកំណំចូលក្នុងមានន័យថាកុំឲ្យនាំរឿងក្នុងផ្ទះយើងនេះយកទៅនិយាយហែកគួរប្រាប់គេក្អែកមួយជាក្អែក10ចឹងរឿងបន្តិចបន្តួចគេនិយាយដើមហោហែទៅហើយណាមួយមនុស្សគេចំណាំចេះអ្នកណានិយាយដើមគេប្រាប់យើងគេដឹងថានឹងក៏និយាយដើមយើងទៅប្រាប់គេទៀតដែរគេមិនឲ្យតម្លៃអ្នកនិយាយដើមទេគេថាមនុស្សនឹងមនុស្សអាក្រក់តែនិយាយដើមប្រាប់យើងប៉ុណ្ណេះហើយយកយើងទៅនិយាយប្រាប់គេដូចតែគ្នាហ្នឹងដូច្នេះហើយកុំឲ្យនាំភ្លើងពីក្នុងទៅក្រៅហើយកុំឲ្យនាំរឿងពីក្រៅមកក្នុងរឿងខ្លះយើងត្រូវបំបត្តិចោលបំបត្តិទៅតែពី3ថ្ងៃវាស្ងប់ហើយបើយើងដឹងបន្តិចបន្តួចមកប្រាប់ប្តីមកប្រាប់ប្រពន្ធនោះបងប្អូននោះវាថាអញ្ចេះនោះពូបងឯងថាអញ្ចេះម៉ែក្មេកបងឯងថាអញ្ចេះហើយឪបងឯងថាអញ្ចេះបងប្អូននេះចេះចុះឆ្លោះគ្នាបែកបាក់គ្នាអស់ហើយបើអញ្ចឹងរឿងខ្លះស្ងប់ទៅតែ4-5ថ្ងៃមកទៅវាបាត់វិញវាល្អនឹងគ្នាវិញហើយណាអាហ្នឹងភ្លើងក្នុងកុំឲ្យនាំចេញក្រៅភ្លើងក្រៅកុំឲ្យនាំចូលក្នុងមួយទៀតឲ្យដល់បុគ្គលដែលគួរឲ្យហើយកុំឲ្យដល់បុគ្គលដែលមិនគួរឲ្យហើយនឹងឲ្យខ្លះដល់បុគ្គលគួរឲ្យខ្លះមិនឲ្យខ្លះមានន័យថាបុគ្គលខ្លះនិយាយពីសុំយករបស់យើងសុំខ្ចីមិនដែលសងសោះល្មមប្រឈប់ទៅឲ្យខ្ចី100ដងថ្ងៃណាយើងមិនឲ្យម្ដងនិយាយដើមយើងហុយប៉ុណ្ណាយើងឲ្យ100ដងអត់មានគុណនៃមិនតិចសោះបើចឹងមនុស្សដូចនេះមិនបាច់ខ្សែគប់ជាមួយទេប្រឈប់តែហ្មងដែរខ្ចីអត់ដែលសងហើយបើសិនជាអ្នកខ្លះគ្នាទាល់ច្រកគ្នាខ្ចីមួយផ្លែតហើយគ្នានឹងសងវិញអានឹងឲ្យទៅចោះប៉ុន្តែមួយទៀតបើសិនជាមនុស្សនឹងចាស់ជារាកំសត់ទុរគតពីការពីរាយើងមិនចង់បានប្រយោជន៍អីពីគេទេប៉ុន្តែចង់ថាកុំឲ្យយើងនឹងវាក្រវាពីការពីរាតាមគេអានឹងយើងឲ្យទៅហើយមួយទៀតអង្គុយដោយល្អបរិភោគឲ្យស្រួលដេកឲ្យស្រួលមុននឹងបរិភោគឆ្ងាញ់មើលម៉ែឪចាស់ផងគាត់បានហូបហើយនៅគាត់ឈឺឬគាត់អាពាតមុននឹងចូលដេកមើលម៉ែឪផងគាត់សម្រាកនៃអត់មុខខំអីអត់មានមុខមានអីអត់ចាហើយអង្គុយតាណាមើលប្តីក៏ឃើញមើលម៉ែឪចាស់ក៏ឃើញចាហើយបានមួយទៀតលោកឲ្យថែរក្សាភ្នក់ភ្លើងលើផ្ទះដូចផ្ទះយើងមានភ្លើងថែរក្សាមិនប្រយ័ត្នឆេះផ្ទះប៉ុន្តែថែរក្សាបានល្អភ្លើងវាជួយយើងយ៉ាងណាមិញនៅក្នុងក្រុមគ្រួសារបើយើងចេះធ្វើឲ្យសុខផ្ទះហ្នឹងមានសេរីសួស្តីបើយើងចេះតែនាំរឿងឆេះហើយក្តៅក្រហាយហើយថែរក្សាគោរពទេវតាលើផ្ទះគឺគោរពម៉ែគោរពឪជាទេវតាលើផ្ទះធ្វើឲ្យក្រុមគ្រួសារកូនចៅហ្នឹងតិចតិចរស់ស៊ីមានបានកូនល្អនឹងមកចាប់កំណើតជាមួយណាប៉ុណ្ណេះទៅចោះសល់ប្រមាណទុកឲ្យលោកគ្រូអាចារ្យបន្តថ្ងៃស្អែកចឹងវិសាខាក្រោយពីអនុវត្តពរជ័យនឹងតាមទៅវិសាខាខ្លាយទៅជាស្ត្រីដ៏ល្អឯកក្នុងសាសនាជាបញ្ញពិតកល្យាណីជាមេត្តាឧបថៈរបស់ព្រះពុទ្ធណាញោមហើយជាអ្នកល្បីតាំងពី2000ឆ្នាំមកទល់ឥឡូវទ្រព្យសម្បត្តិមានគ្មានលេខដាក់និយាយពីទ្រព្យសម្បត្តិនាងគោរាប់រយរាប់ពាន់ម៉ឺនក្បាលកើតកូនប្រសូតកូនយប់ស្មានក៏វិសាខាចុះមកថែអាសាដែរខ្លាចបាត់បង់ទ្រព្យសម្បត្តិនាងប្រកែថែអាសាទ្រព្យណាម្លោះហើយនាងគុំក្រងថែរក្សាទ្រព្យហើយរក្សាញាតិជុំវិញនឹងអត់យកមនុស្សធ្វើជាសត្រូវទេយកញាតិគេហៅថាគេហៅថាអ្នកមានរសាខ្សត់ដោយសម្ពុតពាត់ពីក្រៅអ្នកប្រាជ្ញរសាខ្លាចដោយសំពៅពឹងសម្ប៉ានមានន័យថាបើគេអ្នកល្ងងយើងកុំឲ្យអ្នកល្ងងជាសត្រូវនឹងយើងបើគេអ្នកក្រយើងកុំធ្វើសត្រូវជាមួយអ្នកក្រយើងឲ្យអ្នកល្ងងអ្នកក្រសុទ្ធតែជាគ្នាយើងជាបរិវារយើងទាំងអស់យើងលែងមានសត្រូវអានឹងយើងរស់នៅពិតជាបានសុខក្នុងសង្គមហើយដូច្នេះបានវិសាខាជោគជ័យរសាពរនឹងបានគេយកពរនឹងមកឲ្យអាវាតដល់កូនចៅទល់សពថ្ងៃពេលការអញ្ចឹងណា